នេះខ្ញុំបកករណាទីមទៀងមានកិត្តិយសខ្លាំងមែនទែនដែលបានចូលនៅកន្លែងនេះចានេះខ្ញុំសូមគោរពលោកតាលោកយាយលោកស្រីអ្នកនាងកញ្ញានិងភ្ញៀវកិត្តិយសគ្រប់ព្រះអង្គគ្រប់នាងដែលនៅទីកន្លែងនេះសេចក្តីគោរពនិងសេចក្តីស្រឡាញ់ចានាងខ្ញុំមានកិត្តិយសនិងមានសេចក្តីសមណោះរីករាយណាស់សូមស្វាគមន៍អស់លោកស្រីនិងភ្ញៀវកិត្តិយសដែលបាន enjoy មកទីកន្លែងនេះគឺជាឆ្នាំទី1ដែលយើងខ្ញុំគណៈកម្មការខ្មែរកម្ពុជាក្រមនៅតំបន់នេះអង់គ្លេសបានបង្កើតសមាគមខ្មែរកម្ពុជាក្រមចា៎សូមជំរាបសួរហើយសូមអរគុណដែលផ្ដល់ខ្ញុំទូនីតិនៅវេលានេះដើម្បីនិយាយរំលឹកអំពីការបាត់ទឹកដីកម្ពុជាក្រមឆ្នាំ76ឆ្នាំចា៎នេះជាការបាត់បង់មួយដែលជាការឈឺចាប់សម្រាប់ពួកយើងចា៎ជាការឈឺចាប់មួយដែលយើងពេលញ៉ាំក៏យើងនឹកឃើញពេលគេងក៏យើងនឹកឃើញពេលគេងក៏យើងនឹកឃើញគឺថាជាការបាត់បង់សិទ្ធិសេរីភាពមួយដែលសម្រាប់ពួកយើងកូនចៅកម្ពុជាក្រមជាការដែលឈឺចាប់គ្រប់ចំនួនហើយការតស៊ូក៏ជាការតស៊ូដែលយើងបង្រៀនកូនចៅយើងតស៊ូគ្រប់ចំនួនដែរចា៎ឆ្នាំនេះជាឆ្នាំជន់អើយសែននឹកដល់ជន់ហើយពួនកាយមកជាពុនពុនGood afternoon, everyone. Ron Susdai. Good afternoon. Ron Susdai. Kamni Kamai Tete. Some Okon, thank you for having me here to commemorate the 76 years of the loss of Kampuchea Krom. អរគុណដែលបានជើញគាត់មកកម្មវិធីនេះ76ឆ្នាំនៅប្រពការបាត់ទឹកដីកម្ពុជាក្រម So I wanted to join you. It was 10 years ago that I took my first trip to Cambodia to see your country, to learn about your culture, and I've gone back 3 times. ខ្ញុំបានទៅប្រទេសកម្ពុជាដើម្បីរៀនអំពីគម្លាតទម្លាប់ប្រទេសរបស់អ្នកហើយបន្ទាប់នោះមកបានត្រឡប់ទៅវិញដើម្បីដងមួយទៅហើយ So as the mayor, I was the mayor, and now I'm a state representative, and I can tell you there was a bill that we filed to make sure that Cambodia has free elections and is a democracy, and we continue to work on that bill in the Massachusetts House of Representatives. ពេលនោះទៅគឺខ្ញុំឃើញថាប្រទេសកម្ពុជាមានការបោះឆ្នោតត្រឹមត្រូវហើយនៅច្បាប់នេះក៏ពួកយើងកំពុងតែបន្តធ្វើកិច្ចការនេះឲ្យចេញជាច្បាប់នៅរដ្ឋ Massachusetts នេះចា៎ And we filed this bill so something like this will never happen again, so no one will lose their identity, their culture, and their land. And we want to make it clear here in Massachusetts that we still want to remind people. And that's why I join you here today, to let the next generation know that this can never happen again. ធ្វើច្បាប់នឹងឲ្យចេញដើម្បីការពារថ្ងៃក្រោយទៅកុំឲ្យមានការបាត់បង់ទឹកដីដោយកម្ពុជាក្រមថ្ងៃនេះកើតឡើងទៀត4 មិថុនា1949ដល់4 មិថុនា2025
យើងគិតថាខួបទី76ខួបនេះពេលវេលានេះជាពេលវេលាប្រវត្តិសាស្ត្រមិនមែនគ្រាន់តែចាក្នុងបេះដូងយើងម្នាក់ទេយើងត្រូវតែយកទំព័រប្រវត្តិសាស្ត្រនេះយកទៅចាក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជារបស់យើងគឺជាជាតិរបស់យើងគឺជាជាតិរបស់យើងទី3ខ្ញុំសូមនិយាយថាខ្លីថាអ្វីដែលយើងទាមទារមិនសាបសូន្យទេហើយកុំភ័យថា76ឆ្នាំនោះពេលនោះវាមិនដែលមានយើងមើលអ៊ីស្រាអែលប្រហែលឆ្នាំមិនក៏គេទាមទារឯករាជ្យបានទីមកខាងកើតមិនក៏ទាមទារឯករាជ្យបានចុះយើងមានខ្មែរកណ្ដាលមានខ្មែរក្រោមមានខ្មែរលើថ្ងៃណាមួយដែលយើងរកប្រជាធិបតេយ្យបានថ្ងៃណាមួយដែលយើងមានសិទ្ធិសេរីភាពពេញលេញពេលនោះយើងអាចនឹងយឹកយងគ្នាយើងអាចនឹងសាមគ្គីគ្នាយើងអាចនឹងរួបរวมគ្នាធ្វើយ៉ាងណាដីកម្ពុជាក្រោមយើងនឹងទាមទារឲ្យបាននៅពេលអនាគតឲ្យបានជាដាច់ខាតយើងទៅមានសង្ឃឹមក្នុងបច្ចុប្បន្នយើងឃើញនៅអង្គការសហជាតិយើងទាមទារអីទី1យើងទាមទារស្វ័យភាពគេហៅថាអូតូណូមីកាលណាយើងទទួលបានអូតូណូមីពេញលេញគេហៅថាទទួលស្វ័យភាពក្នុងការធ្វើដីសម្រេចនានាដោយខ្លួនឯងពេលនោះមិនយូរទេកាលណាយើងរៀបចំសេដ្ឋកិច្ចខ្លួនឯងសង្គមកិច្ចខ្លួនឯងបានបន្តខ្លួនឯងថ្ងៃណាមួយយើងនឹងប្រកាសឯករាជ្យនៅដីកម្ពុជាក្រោមដោយខ្លួនឯងនេះជាការជំរុញរបស់នេះបាទសូមគោរពទូលពរសូមជម្រាបលាខ្ញុំខានបានចូលប្រារព្ធពិធីបែបនេះ6ឆ្នាំហើយកាលពីក្រុមខ្ញុំនៅក្នុងប្រទេសស្ទើរតែរាល់ឆ្នាំពួកយើងតែងតែចាត់តំណាងឬក៏ចូលរួមក្នុងឋានៈជាអ្នកតំណាងរាស្ត្រដែលមានវត្តមានព្រះមហាក្សត្រមានវត្តមានប្រសង់ដែលមានគុណទីធំនៅក្នុងស្រុកទៅនិយាយសូត្រហោហែមិនតែលក្ខណៈអត់បានយល់ប៉ុន្តែពួកយើងបានធ្វើកិច្ចការខ្លះបានជោគជ័យជាពិសេសអារម្មណ៍វ៉ាន់នេះកាលនៅក្នុងសភាគាត់ជាប្រធានគណៈកម្មការស៊ើបអង្កេតប្រឆាំងពុករលួយខ្ញុំជាអនុប្រធានគណៈកម្មការការពារជាតិខ្ញុំបានធ្វើកិច្ចការមួយតែមានវត្តមានកន្លងអាដាមយុនតារ៉ូអាដាមថៃស្ថាលោកតូចថាំងលោកចាស់វាសនាបានប្រជុំឲ្យខ្ញុំជួយអត្តសញ្ញាណប័ណ្ណខ្មែរក្រោមទៅក្រោមគេថាយើងខ្មែរត្រឡប់មកខ្មែរវិញគេថាយើងជួនរកអត្តសញ្ញាណចូលឲ្យបានអញ្ចឹងខ្ញុំត្រូវទៅបង្ខំចិត្តធ្វើលិខិតបញ្ជាក់អត្តសញ្ញាណថាគាត់ជាខ្មែរនៅតាមតំបន់របស់គាត់យើងជួយច្រើនអានេះឯងដែលយើងកុំគិតថាថ្ងៃបាត់ប៉ុន្តែមិនមែនមកសម័យចិត្តមួយប្រាំងទេមិនមែនមកស្វាគមន៍អសាទរប្រាំងកាត់ដីយួនឲ្យដីខ្មែរឲ្យយួនទេមកឈឹងចាប់ប៉ុន្តែសម្ដែងតែការឈឹងចាប់វាអត់គ្រប់គ្រាន់ទេតើតែយើងធ្វើអីដើម្បីបញ្ជាក់អំពីវិសាលភាពនៃការឈឹងចាប់ពង្រីកថាយើងការពារដីក្រៅខែបន្តិចដើម្បីវាជាមេរៀនឲ្យយើងតស៊ូទៅខែក្រោយដល់ស្រង់យកមេរៀនថាហេតុអីមិនបែកបកលឲ្យយួនមិនបកលឲ្យខ្មែរណាហ្នឹងហើយបងប្អូនដឹងនៅឆ្នាំ1941ហ្នឹងជប៉ុនចូលមកដល់តំបន់ឥណ្ឌូចិនណាប៉ុន្តែពេលហ្នឹងបែងនឹង10ចំណែកអញ្ចឹងហ៎បែងធ្វើអាណានិគមលើតំបន់ឥណ្ឌូចិនទាំងឡាវទាំងខ្មែរទាំងកម្ពុជាទាំងអស់ហ្នឹងក៏ប៉ុន្តែដាច់ដោយឡែកមកដុំកម្ពុជាក្រោមបែងយកដាក់ថាជាកុសលស៊ីនជាតំបន់ដីរបស់បែងដីឡែនោះឯងយកទៅបែងហើយបន្ទាប់ពេលអង្គនៅធ្វើវិជានៅទឹកដីអញ្ចឹងទៅអាឡឺម៉ង់មានហ៊ីតឡែនៅខាងអ៊ីតាលីនេះមានមូសូលីនីនៅខាងជប៉ុន3នេះគេចោលសម្ព័ន្ធមិត្តទេនៅសម្ព័ន្ធភាពទេគេចាត់ទុកអឺរ៉ុបនេះទុកឲ្យប្រព័ន្ធឲ្យហ៊ីតឡែអឺរ៉ុបហ្នឹងចំណែកខាងអ៊ីតាលីឲ្យជិតខែខាងអាហ្វ្រិកាហើយខាងជប៉ុនគឺខាងអាស៊ីដល់អញ្ចឹងទៅពេលអាឡឺម៉ង់យកបែបហើយបាននេះថាដូចចឹងហ្នឹងក៏បងអាឡឺម៉ង់ដែរគឺរណបអាឡឺម៉ង់ដែរអញ្ចឹងហើយមិនឯងគូគេអញ្ចឹងគេមិនចាំបាច់បាត់អាហារបែងទេទុកឲ្យបែងកាន់ការប៉ុន្តែតាហ៊ានជប៉ុនឆ្លងទៅតាម
មកពីការលោចិត្តយើងឆ្លងទៅសៀមហើយសៀមនេះខ្លាំងណាសៀមនេះខ្លាំងដល់ដល់អត់ជីប៉ុនចាំស្អីក៏បាន ថ្មីព្រះអង្គជាទីគោរពសក្ការៈសូមគោរពបងប្អូនជំនុំជាតិទាំងអស់ខ្ញុំសូមអនុញ្ញាតកែសម្រួលបន្តិចខ្ញុំមិនមែនជាតំណាងនៃគណៈបកសង្គ្រោះជាតិទេនៅពេលនេះពីព្រោះខ្ញុំបានលាលែងពីគណៈបកសង្គ្រោះជាតិដើម្បីដឹកនាំចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យបាទ ចា៎បន្តិចទៀតអាយដាមបីរូបនិងមានប្រសាសន៍ចំនួនគណៈបក្សសង្គ្រោះជាតិក៏ប៉ុន្តែទោះបីយ៉ាងម៉េចក៏ដោយយើងទាំងអស់គ្នាជាសង្គ្រោះជាតិដូចគ្នាទេមែនទេចា៎ តែតែមួយយើង បងប្អូនជំនុំជាតិប្រហែលជាបងប្អូនមិនដែលដឹងឬមួយក៏មិនជឿទេថាកំណើតឪពុកខ្ញុំនៅស្វាយតូងខ្ញុំជាកូនចៅអ្នកកម្ពុជាក្រោមអេដូទ័រកម្ពុជាក្រោមហើយហេតុអ្វីបានជាខ្ញុំលើកជប់ណាខ្ញុំលើកមកពេលនេះហើយតែងតែលើកមកហើយបងប្អូនប្រហែលជាមិនយល់ថាហេតុអីខ្ញុំប្រកាសណាខ្ញុំមិនចូលរួមជាមួយនឹងចលនាខ្មែរកម្ពុជាក្រោមមែនទេបេតិជនបានមានសន្និការហើយខ្មែរក្រោមខ្មែរលើខ្មែរកណ្ដាលជាខ្មែរតែមួយដូច្នេះនៅក្នុងយើងទាំងអស់គ្នាដែលធ្វើជាអ្នកចលនាអ្នកតស៊ូអ្នកសង្គ្រោះជាតិនេះគឺយើងទៅជាមួយគ្នាដូច្នេះយើងមិនដែលបាត់បង់ទោះបីខ្ញុំមិនដែលចូលរួមយ៉ាងសកម្មជាសមាជិកនៃសមាគមខ្មែរកម្ពុជាក្រោមឬសហព័ន្ធខ្មែរកម្ពុជាក្រោមក៏ដោយក៏ប៉ុន្តែការតស៊ូរបស់យើងបង្ហាញឲ្យឃើញថាការតស៊ូដើម្បីកម្ពុជានេះជាការតស៊ូទាំងអស់គ្នាគ្រប់ទីកន្លែងទាំងអស់ខ្ញុំព្រះករុណាខ្ញុំចង់លើកមកបន្តពីព្រះសង្ឃព្រះអតីតគុណបានមានសន្និការដ៏មានសារៈសំខាន់មែនទែនគឺសប្តាហ៍ថ្ងៃនេះប្រវត្តិសាស្ត្រខ្មែរត្រឡប់មកវិញហើយការបាត់បង់ទឹកដីរបស់យើងនៅមានរហូតថ្ងៃនេះយើងមកជួបជុំគ្នាក្នុងនាមជាខ្មែរយើងមិនមែនមកអបអរសាទរទីទាននេះទេមិនមែនទេយើងមករំលឹកឲ្យដឹងថាយើងត្រូវតែរឹតតែចាប់ដៃគ្នារឹតតែខ្លាំងទៅទៀត76ឆ្នាំនឹងល្មមហើយដោយអ្នកស្រីជាប្រធានសូមជាថ្មីម្ដងទៀតសូមអរគុណហើយសរសើរដល់សមាគមកម្ពុជាក្រោមនៅ UN England នៅថ្ងៃនេះដែលបានអនុញ្ញាតឲ្យខ្ញុំមកចូលរួមមែនទេយើងបន្តទៅទៀតយើងបន្តនៅក្នុងការទៀមទាចិត្តដាច់ខាតមិនឲ្យបាត់បង់បន្តទៀតទេនៅទឹកដីខ្មែរយើងទឹកដីកម្ពុជាយើងតែជាមួយនឹងថ្ងៃនេះជាមួយនឹងកម្ពុជាក្រោមយើងរឹតតែរួមកម្លាំងទៅទៀតពីព្រោះបើសិនជាយើងទុកកម្ពុជាក្រោមដោយឡែកហើយយើងមកគិតតែពីកម្ពុជាលើឬកម្ពុជាកណ្ដាលយើងបាត់គ្នាហើយចា៎អញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយថាការចូលរួមរបស់យើងជាការចូលរួមមួយដែលបង្ហាញឲ្យឃើញថាប្រលឹងយើងជាខ្មែរស្ថិតនៅយើងជានិច្ចយើងមិនបានបាត់បង់កម្ពុជាទេតែហើយយើងក៏មិនបានបាត់បង់ប្រលឹងជាកម្ពុជាក្រោមទេការតស៊ូរបស់យើងនេះជាការតស៊ូដែលឆាកអន្តរជាតិគេទទួលស្គាល់ហើយខ្ញុំព្រះករុណាខ្ញុំយកឱកាសនេះសរសើរអរគុណដល់សហព័ន្ធខ្មែរកម្ពុជាក្រោមសមាគមកម្ពុជាក្រោមទាំងអស់ដែលបានលើកការតស៊ូនោះឡើងទៅដល់អង្គការសហប្រជាជាតិសំខាន់មែនទែនហើយឃើញថាទាំងព្រះសង្ឃកម្ពុជាក្រោមទាំងយុវនារីទាំងយុវជនកម្ពុជាក្រោមនេះរៀងរាល់ពេលទាំងអស់គឺបង្ហាញនៅអត្តសញ្ញាណរបស់ខ្លួនមាន
ចេញមកគឺដឹងថាជាកម្ពុជាក្រោមខ្ញុំមានមោទនភាពណាស់ហើយខ្ញុំមានអារម្មណ៍គ្រប់ខ្លួនយើងស្រក់ទឹកភ្នែកទាំងអស់គ្នាតែយើងមិនដែលនៅស្ងៀមទេយើងដើរទៅមុខជានិច្ចហើយថ្ងៃនេះក៏បង្ហាញឲ្យឃើញថាយើងនៅតែដើរទៅមុខជានិច្ចចា៎ហើយជាចុងក្រោយខ្ញុំសូមអរគុណដល់លោកយាយលោកអ៊ំខ្ញុំដើរទៅប្ររពដើរទៅធ្វើសន្ទរកថាដើរចូលរួម10ទីកន្លែង100ទីកន្លែងប៉ុន្តែមិនដែលឃើញលោកយាយមកសម្ដែងនៅរបាំជូនពរដូចថ្ងៃនេះទេសូមអរគុណហើយសូមសរសើរឲ្យស្មោះចុងក្រោយខ្ញុំចង់ជម្រាបបងប្អូនថាថ្មីនេះយើងបានទទួលនៅប្រសាសន៍ពីវីរជនកម្ពុជាក្រោមមួយរូបគឺលោកថៃសិដ្ឋាបងប្អូនជ្រាបទេលោកថៃសិដ្ឋានៅឯណានៅព្រៃសរលោកថៃសិដ្ឋានៅតែតស៊ូជានិច្ចនៅក្នុងការទាមទារប្រលឹងបង្ការពារប្រលឹងជាតិមិនថាតែកម្ពុជាក្រោមទេថ្មីនេះលោកថៃសិដ្ឋាបានផ្ញើពាក្យឲ្យយើងថាតស៊ូទៅទៀតកុំបារម្ភពីគាត់នឹងនៅព្រៃសររហូតមួយជីវិតគាត់ក៏សុខចិត្តដែរតែកុំឲ្យយើងនៅក្រៅនេះបំភ្លេចបញ្ចប់ការតស៊ូរបស់យើងហើយគាត់មានសង្ឃឹមថាយើងនឹងឈ្នះជ័យជំនះដែលយើងការតស៊ូនេះជាមិនប្រែតែជាជ័យជំនះសម្រាប់ទឹកដីទេជាជ័យជំនះសម្រាប់ប្រយុទ្ធជាតិមួយទាំងមូលសូមអរគុណ